បន្ទាប់ពីកាត់តឬក៏ edit ទៅលើវីដេអូឬក៏រូបភាពរបស់យើងរួចហើយបន្ទាប់មកយើង save ជាវីដេអូនៅក្នុង photo របស់យើងប៉ុន្តែយើងនៅជាប់ logo របស់ CapCut បើសិនជាបងប្អូនអត់ចង់ឲ្យជាប់ logo CapCut នៅលើវីដេអូឬក៏រូបភាពរបស់យើងអញ្ចឹងយើងមាន technique មួយដើម្បីចែករំលែកទៅកាន់បងប្អូនដើម្បីយើងទទួលបានវីដេអូដែលបែប original អត់មានជាប់ logo របស់ CapCut តោះឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាវីដេអូនេះដែលខ្ញុំយកមកកាត់តទាក់ទងនឹងការដាក់ color ដាក់អីសំឡេងអីអានេះយើងបានកាត់តរួចហើយបន្ទាប់មកយើងកាត់ក្បាលវីដេអូបន្តិចព្រោះយើងមើលទៅវាអត់សូវសមហើយបន្ទាប់មកទៀតយើងអូសចាក់អូឡើងមកបន្ទាប់មកយើងដាក់ speed យើងដាក់ speed ឲ្យរៀងលឿនបន្តិចមកព្រោះយើងអត់ចង់ឲ្យវីដេអូនោះវែងពេកអញ្ចឹងណាអូខេបន្ទាប់ពីយើងរៀបចំរួចរាល់អញ្ចឹងយើងពិនិត្យមើលបន្ថែមបន្តិចទៀតថាតើវីដេអូហ្នឹងវាគ្រប់ចុងជ្រោយអស់ហើយឬនៅបន្ទាប់មកយើងចុច save export ចុចដាំមកបន្ទាប់ពីយើងកាត់តរួចហើយបងប្អូនចូលមកក្នុង photo ទៅរកវីដេអូដែលយើងបានកាត់តមិញឥឡូវយើងពិនិត្យមើលវីដេអូរបស់យើងនៅជាប់ logo CapCut នៅខាងក្រោមនៅក្នុងកម្មវិធី iPhone យើងមានលក្ខណៈពិសេសមួយយើងអាចចូលកាត់តក៏បានយើងអាចកំណត់ទាក់ទងនឹងពណ៌ color អីក៏បានដែរនេះការ edit នៅក្នុង iPhone នេះឥឡូវយើង select យកពាក្យ crop ហ្នឹងយើងអាចដាក់ crop auto ក៏បានឬក៏យើងអាចកាត់តម្រឹមម្ដងបន្តិចដោយខ្លួនឯងក៏បានដែរបន្ទាប់ពីយើង crop រួចហើយយើងរើសទៅលើទំហំហ្នឹងយើងមានដូចនៅក្នុង CapCut អញ្ចឹងយើងមាន9:16 4.5អាស្រ័យលើបងប្អូនជ្រើសរើសសម្រាប់ការផុសនៅក្នុង YouTube ឬក៏ Facebook Page ទេឥឡូវយើងតម្រឹមឬក៏យើងចង់ពង្រួមយករូបភាពឲ្យពេញលេញតូចតែម្ដងក៏បានដែរបន្ទាប់ពីតម្រឹមរួចឥឡូវយើងមើលគុណភាពវីដេអូរបស់យើងហើយបងប្អូនក៏លេចមើលទៅលើខាងក្រោមយើងអត់មាន logo CapCut នៅជាប់ទៀតទេបន្ទាប់ពីយើងតម្រឹមវារួចនេះជាវិធីសាស្ត្រមួយដែលយើងកាត់ផ្ដាច់ logo CapCutកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំបាទដើម្បីទទួលបានវីដេអូនិងចំណេះដឹងថ្មីៗបន្តទៀតបាទសូមអរគុណ